បាទសួស្តីអ្នកនរគ្នាស្វាគមន៍កាន់វីដេអូថ្មីជាថ្ងៃនេះខ្ញុំធ្វើការចែករំលែកមេរៀនមួយគឺរបៀប convert រូបភាពឲ្យទៅជា PDF ថាយើងត្រូវធ្វើម៉េចឧទាហរណ៍ថានេះគឺជា file រូបភាពរបស់ខ្ញុំអូខេខ្ញុំបើកមកស្អាតជា file រូបភាពទេអូខេអញ្ចឹងបើសិនបើអ្នកនរចង់ convert វាទៅជា file PDF អញ្ចឹងអ្នកនរគ្រាន់ធ្វើការវាមានច្រើនវិធីអញ្ចឹងវិធីដែលងាយស្រួលអ្នកនរគ្រាន់ធ្វើការ right click លើវាតមកអ្នកនរយកពាក្យថា convert to Adobe PDFអូខេអ្នកគេដាក់តែប៉ុណ្្នឹងមកអញ្ចឹងវាធ្វើការ pop up អានេះមកហើយអ្នកគ្នាគ្រាន់តែចុច icon save កន្លែងនេះមកអូខេវាអាចរើទីតាំងនេះអូខេរើទីតាំងថាយើងចង់ save ទុកនៅណាឬក៏បើសិនបើ version របស់អ្នកគ្នាផ្សេងគ្រាន់តែចុច file ហើយ save ដូច Microsoft Word Excel ទៅបានហើយតោះមកយើងអាចធ្វើការ choose location របស់យើងបានអូខេឥឡូវ location ឥឡូវខ្ញុំដាក់កន្លែងនេះខ្ញុំដាក់ថាphoto អញ្ចឹង photo 1អូខេខ្ញុំដាក់នៅក្នុង document save with អូខេតោះមកខ្ញុំបិទវាចោលខ្ញុំទៅរក file document ខ្ញុំ save មុនហ្នឹង document ហើយខ្ញុំដាក់ថា photo នេះអ្នកនេះខ្ញុំចុច photo នេះអញ្ចឹងនៅពេលអ្នកនេះ photo វានឹងធ្វើការ insert វានឹងធ្វើការ open អា file រូបភាពហ្នឹងទៅជា PDF ហើយមួយទៀតឧទាហរណ៍ថាបើសិនអ្នកគ្នាមានរូបភាពច្រើនអូខេរូបភាពច្រើន file ច្រើនហើយអ្នកគ្នាចង់ធ្វើវាទៅជា PDF អូខេគឺដូចគ្នាអ្នកគ្នាគ្រាន់ធ្វើការ select លើវាមកអញ្ចឹងលើ computer របស់អ្នកគ្នាដើម្បី select ថាឲ្យវាជាប់អញ្ចឹងអ្នកគ្នាចុច control ឲ្យជាប់មកចុច select លើរូបភាពទី1ហើយបន្ទាប់មកចុច control លើ keyboard បន្ទាប់មក select លើរូបភាពដែលយើងចង់ធ្វើការ combine មកអូខេឥឡូវខ្ញុំចង់ combine រូប1 2 3 4 5 6ហើយជាមួយនឹងបូកអានេះមួយទៀតអូខេ7អូខេប៉ុណ្្នឹងហើយអញ្ចឹងអ្នកនេះឃើញ select ទេអា highlight នេះគឺមានន័យថា select ឯអ្នកគ្នាអូខេអញ្ចឹងប៉ុណ្្នឹងមកអ្នកគ្នាធ្វើការ right click លើវាហើយបន្ទាប់មកអ្នកគ្នាថាយក combine in Acrobat អូខេអញ្ចឹងពេលអ្នកគ្នាយក combine in Acrobat វាចេញឲ្យអូខេអញ្ចឹងអ្នកគ្នាចុចពាក្យថា combine នេះមកអូខេអញ្ចឹងពេលដែលអ្នកគ្នា combine ហើយវាចេញចេះអញ្ចឹងអ្នកគ្នាអាច scroll មើលបាន1 2អូខេ3 4 5 6អញ្ចឹងទៅអានេះគឺជារូបភាពដែលយើង combine អូខេធ្វើប៉ុណ្ណឹងហើយអ្នកគ្នា save វាមកតោះមករើទីតាំងដូចគ្នាមិញអ្នកគ្នាខ្ញុំអាចដាក់ថា photo 2អីទៅឧទាហរណ៍ photo 2ដើម្បីយើងស្រួលចំណាំអូខេអញ្ចឹងអ្នកគ្នាអាចចូលមើលទៅលើ document របស់យើងបាននេះ photo 2ខ្ញុំលុបនេះចេញសិនឧទាហរណ៍អញ្ចឹងអ្នកគ្នាឃើញ icon នេះវាជា PDF ហើយវាឡើងជា Word ទេអញ្ចឹងវាធ្វើការ combine file ច្រើនចូលគ្នាបានអូខេខ្ញុំដាក់ឲ្យទួយតិចឲ្យវាស្រួលមើលឃើញអ្នកគ្នាអាចមើលការ page នេះបាន page 3ខ្ញុំ scroll ចុះក្រោមអូខេ4ពីចូលចុះក្រោមទៀតវាចេញ page 5 page 6អញ្ចឹងទៅអញ្ចឹងរូបភាពទាំងអស់ហ្នឹងគឺ combine បានអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងសម្រាប់អ្នកមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយជួបគ្នានៅមេរៀនបន្ទាប់